គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនឹងសម្រេចបាន 70% នៅត្រឹមបំណាច់ឆ្នាំ 2022 អ្នកនាំពាក្យរដ្ឋលេខាធិការអាកាសចរស៊ីវិលបានដាក់ក្តីរំពឹងថាគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនឹងសម្រេចបាន 70% នៅត្រឹមបំណាច់ឆ្នាំ 2022 នេះខណៈគិតត្រឹមបំណាច់ខែកញ្ញាការសាងសង់សម្រេចបាន 44% ហើយពុកស៊ីនច័ន្ទសេរីវុទ្ធាអ្នកនាំពាក្យនៃរដ្ឋលេខាធិការអាកាសចរស៊ីវិលថ្លែងថាការសាងសង់កំពុងដំណើរការនៃការសាងសង់អាកាសយានដ្ឋាននេះកំពុងតែមមាញឹកយ៉ាងខ្លាំងទោះជាយ៉ាងណាការសាងសង់យឺតជាងផែនការតិចតួចប៉ុណ្ណោះដែលបណ្ដាលមកពីការរីករាលដាលនៃជំងឺ COVID-19 ហើយបានធ្វើឲ្យការរាំងស្ទះដល់ការធ្វើដំណើររបស់ក្រុមវិស្វករមកពីប្រទេសចិនមួយវិញទៀតការយឺតយ៉ាវនេះទៀតសោតដោយសារតែមានភាពយឺតយ៉ាវក្នុងការផ្គត់ផ្គង់សម្ភារៈបរិក្ខារសម្រាប់សាងសង់និងតម្លៃដឹកជញ្ជូនកើនឡើងខ្ពស់ជាងពេលធម្មតានាំមកជូនលោកអ្នកដោយគម្រោងកោះកុង City ជាគម្រោងផ្ទះអាជីវកម្មកណ្ដាលក្រុងកោះកុងចាប់បើកលក់ហើយចម្ងាយត្រឹមតែ100ម៉ែត្រពីផ្សារដងតុងទីរួមខេត្តតែប៉ុណ្ណោះងាយស្រួលទិញដើម្បីប្រកបអាជីវកម្មនិងវិនិយោគចំណេញទំនាក់ទំនងលេខទូរស័ព្ទយ៉ាងនេះក្តីលោកថ្លែងថាគម្រោងអាកាសយានដ្ឋានអន្តរជាតិនេះនឹងគ្រោងបញ្ចប់ការសាងសង់នៅថ្ងៃទី 30 ខែមិនិនាឆ្នាំ 2023 និងគ្រោងដាក់ឲ្យដំណើរការសាកល្បងលើកដំបូងនៅខែតុលាឆ្នាំ 2023 ប្រសិនបើពុំមានផលប៉ះពាល់អ្វីជាយថាហេតុកើតឡើងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរបានចាប់ផ្ដើមសាងសង់កាលពីថ្ងៃទី 15 ខែមិនិនាឆ្នាំ 2020 ដោយក្រុមហ៊ុនអង្គរ International Airport Investment Cambodia Co Ltd AIAI លើផ្ទៃដី 700.06 ហិកតាក្រោមទុនវិនិយោគប្រមាណ$880 លានអាកាសយានដ្ឋាននេះមានសមត្ថភាពទទួលអ្នកដំណើរប្រចាំឆ្នាំរយៈពេលខ្លីជាមធ្យម7លាននាក់ក្នុងមួយឆ្នាំដែលត្រូវចំណាយទុនជាង$500 លាននិងរយៈពេលវែងទទួលបាន20លាននាក់ក្នុងមួយឆ្នាំដែលត្រូវចំណាយទុន$300 លានបន្ថែមទៀតសម្រាប់សមត្ថភាពទទួលទំនិញប្រចាំឆ្នាំវិញគឺទទួលរយៈពេលខ្លីមធ្យម10000តោនក្នុងមួយឆ្នាំនិងរយៈពេលវែង60000តោនអាស៊ានប្រវត្តិនឹងនាំព័ត៌មានអចលនទ្រព្យជំវិញតំបន់អាស៊ានទៅកាន់អស់លោកអ្នក